Hello សៀវនេះយើងបានដាក់ក្រោយយ៉ាងហ្នឹងគឺយើងមកលេង game block fruit បន្តទៀតហើយហ្នឹងគឺយើងមកយកជាមួយនឹង fighting style បាទគេហៅដូចជាបាទដៃនៅក្នុង game block fruit បាទគឺខ្ញុំយកទាំងអស់បាទដៃដែលទៅ game block fruit ណែឧទាហរណ៍ដូចជាដៃ combat super human ងត់ human ហើយគឺចង់ដឹងថាវាយកបែបណាឬក៏វាចំណាយខ្លះបាទអញ្ចឹងហើយគឺអ្នកគ្នាតាមវីដេអូតោះគ្នាបាទតោះយើងទៅបងប្អូនដើម្បីយកដៃដូចជារត់ human ឬក៏ super human បាទគឺយើងត្រូវការគុំពីដៃមួយនីមួយរបស់វាគឺចាប់ដើមពីដៃ combat រហូតដល់ដៃគឺដូចជាដៃ dragon bridge ហ្នឹងហើយគឺយើងយកម្ដងមួយ farm mastery វាម្ដងមួយមិនមែនថាគាត់តែយើងចង់បានដៃយើងទិញបានទេគឺយើងត្រូវធ្វើ quest របស់វាក៏ដូចជា farm mastery របស់ដៃនីមួយដែលយើងត្រូវទៅគុំហើយយើងគឺច្រើនខ្លះមែនតើដូចជាយើងត្រូវយករកលុយឬក៏រក fragment ដើម្បីទិញជាមួយនឹងរបស់របរដែលយើងត្រូវកាប់គុំហើយต้องតែបានដៃមួយដូចជាបាទ super human គឺវាក៏មិនស្រួលដែរបាទដូចជារត់ human វាអាហ្នឹងគឺដៃពិបាកជាងគេនៅក្នុង game block fruit ហ្នឹងឯងគឺអ្នកនេះស៊ូណាគេក៏ដឹងដែរបាទគឺដៃហ្នឹងពិតជាពិបាកយកខ្លាំងមែនតើបាទវាត្រូវការ fragment ហើយក៏ជាពើវាចំណាយច្រើនខ្លះមែនតើហើយពេលវេលាវាច្រើនមកដែរហើយដៃដែលពិបាកជាងគេគឺជាដៃ Sigvin Art បាទហើយបញ្ជាក់ថាដៃ Sigvin Art ដៃគេហើយពិបាកយកមិនចង់ដឹងហើយអ្នកនេះបងនេះចង់ដឹងបាទគឺតាមដានវីដេអូហ្នឹងទៅគឺខ្ញុំនឹងធ្វើវីដេអូហ្នឹងតែមិនធ្វើទេបាទថាគឺខ្ញុំធ្វើជាលេខអេពីសូតបាទហើយគឺយើងទៅតោះនេះហ្មងទៅបាទដើម្បីបានជាដូចជាដៃរត់ human ឬក៏ដៃ Sigvin Art ហ្នឹងគឺបាទគឺយើងត្រូវទៅយកដៃនៅសមុទ្រទី1សិនបាទគឺតោះយើងទៅតោះនេះបាទឥឡូវគឺយើងមកដល់សមុទ្រទី1ហើយគឺយើងទៅយកជាមួយនឹងរបស់ទាំង3ដែលមានដូចជា dark step ដៃ electric ហើយនឹងដៃ karate បាទហើយរបស់ទាំង3នោះគឺមាននៅផ្សេងពីគ្នាហើយក៏វាត្រូវចំណាយរបស់ផ្សេងពីគ្នាដែរដើម្បីបានជាមួយនឹងបាទរបស់ទាំង3ហ្នឹងតោះយើងទៅទាំងអស់គ្នាជាដំបូងបាទគឺយើងត្រូវស្គាល់កោះមួយក្នុងសមុទ្រទី1សិនហើយគឺដើម្បីស្គាល់កោះហ្នឹងគឺអ្នកគ្នាគឺតែចូលលេងមកគឺដឹងហើយព្រោះពេលចូលលេងមកយើង file away អញ្ចឹងហើយតោះយើងទៅយកទាំងអស់គ្នាបាទនៅកោះទី1គឺយើងយក dark step បាទគឺនៅកោះ level 30បាទដូចជាកោះបាទ pirate village ដល់នេះឥឡូវអ្នកនេះគឺមកតាមខ្ញុំបាទគឺទៅទិញ dark step ដល់នេះបាទអ្នកនេះមកតាមខ្ញុំហើយមើលរូបតាមដែលខ្ញុំប្រាប់មកគឺយើងដើរទៅខាងស្ដាំដែរមកយើងចូលកន្លែងបាទគឺវាបង្ហាញឲ្យយើងនេះគឺយកជាមួយ dark step បាទគឺវាត្រូវការជាមួយនឹងលុយរបស់យើងមកសែន 5000ច្រឡំមកសែន 50000ហើយបើពេលយើងទិញវាហើយគឺយើងបានជាមួយជើងបាទថៃមិនយើងយកបានជើងហើយគឺយើងទៅយកអេផ្សេងទៀតដូចជាបាទយើងទៅកោះមួយទៀតគឺដូចជាកោះ Sky Island បាទណែគឺកោះ Sky Island បន្ទាប់យើងចង់មកដល់ក្រុមហើយគឺយើងមកកន្លែងមកដើម្បីយកជាមួយនឹងដៃ electric ហ្នឹងហើយយើងចង់មកក្រុមហើយយើងមកតាមខ្ញុំហ្នឹងមកតាមខ្ញុំគឺយើងមកកន្លែងក្រោយនេះហើយយើងគឺនេះយើងមកយកមួយ NPC នេះបាទ NPC ហ្នឹងគឺវាយកលុយរបស់យើងចំនួនដូចជា5សែនគឺយកលុយចំនួនរបស់យើងគឺយកចំនួន5សែនហើយឥឡូវយើងទិញមកហើយជួយអូវាថាយើងមានម៉ូនីអញទិញមួយហ្នឹងតែឥឡូវយើងក៏ខ្វល់ច្រើនដល់យើងទៅយកដៃមួយទៀតនៅកោះក្រុមទឹកបាទគឺកោះក្រុមទឹកបាទអញ្ចឹងហើយដៃនេះគឺជាដៃនេះបាទដៃវត្តកុងហ្វូបាទគឺដៃការ៉ាតេហើយតោះយើងទៅយកនេះបាទអ៊ុយជួយclick screen នេះណាអញ្ជើតឥឡូវយើងទៅយកដល់នេះបាទគឺវានៅខាងក្រោយគឺនៅខាងស្ដាំដៃបាទនេះមើលតាមរូបទៅគឺឃើញទេបាទតឥឡូវទៅយកដល់នេះទៅណានេះអូនេះយកឃើញហើយតែឥឡូវយើងគឺមកនិយាយមកវាមកគឺយើងឃើញការលុយចំនួន7សែន 50000បាទ7សែន 50000បាទនឹងស៊ីលុយខ្វាកដល់កតែឥឡូវគឺយើងបានជាមួយនឹងដៃទាំង3នៅសម្បត្តិទី1អីគឺមានដូចជាដៃ thép electric ជាមួយនឹង water kung fu ហ្នឹងគឺដៃ3ហ្នឹងគឺវាសំខាន់មួយណាទៅដល់សម្បត្តិទី2គឺដឹងហ្នឹងហើយវីដេអូរបស់យើងគឺជោគជ័យគឺយកជាមួយដៃទាំង3បាទហើយវីដេអូយើងមានតែប៉ុណ្្នឹងហើយបើអ្នកនាងមានការឆ្ងល់ឬក៏មានតែតើ block fruit អាច comment នៅខាងក្រោមបាន